សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់សប្តាហ៍នេះគឺមានរបាយការណ៍សេដ្ឋកិច្ចដ៏សំខាន់មួយគឺការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលនឹងធ្វើឡើងនៅម៉ោង1យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី18ខែសីហានៅក្នុងយប់នេះដោយធនាគារកណ្ដាលសហរដ្ឋអាមេរិកបច្ចុប្បន្ននេះគឺមានអត្រាការប្រាក់ដល់ទៅ 4.50% ហើយនៅក្នុងនោះខ្ញុំមានសេណារីយ៉ូចំនួន3ចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដោយសេណារីយ៉ូទី1គឺធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងធ្វើការកាត់បន្ថយអត្រាការប្រាក់នៅក្នុងចំនួន 0.50% ហើយចំពោះការកាត់បន្ថយអត្រាការប្រាក់នៅក្នុងចំនួនដ៏ច្រើនបែបនេះគឺអាចនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃមាសដែលអាចនឹងធ្វើឲ្យតម្លៃមាសមានការកើនឡើងខ្លាំងជាងនេះបន្ថែមទៀតហើយក៏មានឥទ្ធិពលទៅលើតម្លៃហាងឆេងនៃប្រាក់ដុល្លារដែលនឹងធ្វើឲ្យប្រាក់ដុល្លារអាមេរិកមានការថមថយបន្ថែមទៀតផងដែរសម្រាប់សេណារីយ៉ូទី2វិញធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងធ្វើការកាត់បន្ថយអត្រាការប្រាក់នៅក្នុងចន្លោះត្រឹមតែ 0.25% តែប៉ុណ្ណោះចំពោះការកាត់បន្ថយអត្រាការប្រាក់នៅក្នុងចំនួនមួយនេះគឺមិនមានអ្វីថ្មីនោះទេក៏ព្រោះថាលោកទេសាភិបាលរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Powell បានលើកឡើងការពីកិច្ចប្រជុំមុនថាលោកនឹងធ្វើការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំបន្ទាប់នៅក្នុងថ្ងៃទី18នេះសម្រាប់សេណារីយ៉ូទី3ឯនោះវិញធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងធ្វើការរក្សាអត្រាការប្រាក់ឲ្យនៅដដែលប៉ុន្តែចំពោះការរក្សាអត្រាការប្រាក់នេះគឺមានភាគរយតិចមែនទែនអញ្ចឹងយើងអាចតាមដានមើលទាំងអស់គ្នាថាតើនៅក្នុងយប់នេះម៉ោង1រំលងអាធ្រាត្រឈានចូលថ្ងៃទី18ធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងធ្វើការរក្សាអត្រាការប្រាក់ឬក៏កាត់បន្ថយអត្រាការប្រាក់នៅក្នុងចំនួនណាមួយចន្លោះ 0.50% ទៅ 0.25%